Bàជំរាបសួរបងប្អូននេះគឺជាវីដេអូដែលយើងបង្ហាញពីសកម្មភាពយើងតាមដានការវិវត្តខ្លួនរបស់កូនក្អុកនៅពេលវាញាស់ចេញមកជាកូនក្អុកណាឃើញកូនកើតនេះយើងភ្ញាស់កាលពីថ្ងៃទីយប់ថ្ងៃទី7ឈានចូលថ្ងៃទី8បាទហើយថ្ងៃនេះគឺជាថ្ងៃទី8ឈានចូលថ្ងៃទី9ខែ3 2025អញ្ចឹងណាចឹងយើងឃើញថាពងវាមួយថ្ងៃហ្នឹងវាចាប់ផ្ដើមវិវត្តខ្លួនវាចិត្តខ្លាយទៅជាកូនក្អុកហើយអាចព្រឹកហ្នឹងឬស្អែកវាចាប់ផ្ដើមហាលទឹកបានហើយព្រោះយើងឃើញសកម្មភាពវាវិវត្តខ្លួនបានល្អប៉ុន្តែបងប្អូនឃើញពងមួយចំនួនដែលមានពណ៌សហ្នឹងគឺវាអត់ញាស់ទេបងប្អូនបាទភាសាពងវាខ្ចីណាអញ្ចឹងទាំងអស់ហ្នឹងមានខ្មៅមានសអញ្ចឹងវាញាស់តែពងខ្មៅទេដែលវាអាចគ្រប់អាយុញាស់បានហើយពណ៌សវានឹងរលួយស្អុយហើយដល់ពេលហ្នឹងវាអាចញាស់មកវាស៊ីពួកកាកសំណល់ដែលវាអត់ញាស់ហ្នឹងកូនក្អុកស៊ីហើយចាប់ពី2ថ្ងៃឬ3ថ្ងៃយើងអាចផ្ដល់ចំណីឲ្យវាស៊ីបាទអាហ្នឹងជាកត្តាសំខាន់មួយដែលកូនក្អុកយើងមានភាពល្អប្រសើរព្រោះវាស៊ីនៅកាកសំណល់ហើយវាពង្រឹងខ្លួនវាសុខភាពវាកាន់តែល្អទៀតបាទសូមបន្តវីដេអូពីយប់មិញបងប្អូនយើងឃើញថាកូនក្អុករបស់យើងដែលយើងបង្កាត់មកខំពេកបាទអាចនិយាយបានថាយើងអានេះសម្រាប់ខ្ញុំដោយសារយើងមានមេពូជច្រើនយើងបង្កាត់បន្តគ្នាប៉ុន្តែបើសិនជាបងប្អូនមានមេពូជតិចណាអានេះវាជាកត្តាសំខាន់មួយសម្រាប់បងប្អូនដែលគាត់បង្កាត់ខំពេកបាទអាយុកាលមេពូជកែបយើងអត់ទាន់គ្រប់អាយុកាលឬក៏ស្ទើរខែអញ្ចឹងវាអាចធ្វើឲ្យការញាស់របស់ពងកែបយើងក៏អត់ល្អទេដូចជាស្ដែងកែបនេះខ្ញុំដាក់មានកែបខ្លះវាđangស្ទើរអីចឹងទៅកត្តាញាស់វាអត្រាងាប់វាភាគរយច្រើនអាចនិយាយថា50ឬក៏40%វាអាចងាប់ទៅវិញឬក៏ញាស់អញ្ចឹងណាអញ្ចឹងជាស្ដែងបងប្អូនឃើញថាពងសនេះគឺវាអត់ញាស់ទេហើយអត្រាញាស់ក៏វាតិចដែរនេះជាកត្តាសំខាន់សម្រាប់បងប្អូនដែលគាត់សាកល្បងភ្ញាស់ខ្លួនឯងណាបាទប៉ុន្តែបើសិនជាបងប្អូនមានកែបច្រើនទោះបីខូចខាតក៏យើងបង្កាត់បានច្រើនដែរប៉ុន្តែបើបងប្អូនមានកែបតិចសម្រាប់មេពូជតិចអាហ្នឹងវាជាបញ្ហាមួយដែលយើងបង្កាត់ទៅខូចខាតច្រើនបាទឃើញពងកែបនេះគឺវាមានពងសច្រើនដែរបាទអញ្ចឹងវាប្រឈមមុខនឹងការខូចខាតដែរសម្រាប់បងប្អូនដែលមានកូនតិចគួរតែមានមេពូជតិចគួរតែមកមើលវីដេអូរបស់ខ្ញុំទៅជាការឆ្លើយតបទៅនឹងការខមមិនដូចជាខលសួរដែរបងប្អូនមួយចំនួនដែលគាត់ថ្មីណាបាទវីដេអូហ្នឹងចង់បន្តទៅប៉ុណ្ណឹងឯងបងប្អូន